បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែគាំទ្រ Page Admin គង់ក៏ដូចជាបណ្ដាញសង្គមផ្សេងៗហើយថ្ងៃនេះវិលមកជួបជាមួយនឹង Admin នៅក្នុងរាត្រីថ្ងៃអាទិត្យនេះគឺគូបាល់ច្រើនមែនទែនមិនថា Premier League មិនថា Bundesliga អាល្លឺម៉ង់ឬក៏La Liga Spain ទេគឺមកឡើងពេញហ្មងសិតគូពិសេសដែលគួរឲ្យចាប់អារម្មណ៍ហើយសម្រាប់វីដេអូនេះ Admin សូមធ្វើការវិភាគនៅគូធំគេហៅថា Not the Not London Derby Match រវាង Arsenal និងបើកកាលដ្ឋាន Emirates Stadium ស្វាគមន៍ក្រុមភ្ញៀវគឺមាន់ខ្នាយមាស Tottenham Hotspur ឥឡូវយើងក៏លេខមកមើលលទ្ធផលនាពេលបច្ចុប្បន្នសម្រាប់ក្រុម Arsenal គឺឡើងជើងខ្លាំងណាស់បច្ចុប្បន្នស្ថិតនៅលេខរៀងទី1ក្នុងតារាង English Premier League ហើយបើយើងក៏លេខមើលលទ្ធផលនាពេលការប្រកួត10ប្រកួតចុងក្រោយឈ្នះ9ស្មើ1មិនទាន់ស្គាល់ចាញ់ក្រុមណាទេគឺខ្លាំងយកតែមែនទែនហ្មងហើយចំណែកឯ Spurs វិញរៀងល្អដែរដោយសារបច្ចុប្បន្ន Spurs ស្ថិតនៅលេខរៀងទី5ក៏ប៉ុន្តែការប្រកួត5ប្រកួតកន្លងមកហ្នឹងវាមានចាញ់មានឈ្នះមានស្មើបើអេដមានមើល5ប្រកួតចុងក្រោយ Spurs ដូចជាឈ្នះ2ស្មើ2និងចាញ់1អញ្ចឹងមកប្រៀបនឹង Arsenal គឺ Arsenal កំពុងតែល្អជាងហើយ Arsenal គឺកំពុងតែក្រោកប្រដាប់តឡើង English Premier League ទៀតចំណែកឯការប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរវិញ5ប្រកួតចុងក្រោយនេះគឺ Arsenal អាចយកឈ្នះលើ Spurs 3ប្រកួត Spurs ឈ្នះ1ប្រកួតហើយស្មើគ្នា1ប្រកួតការជួបគ្នាចុងក្រោយនៅរដូវកាលនេះនៅការ friendly គឺ Spurs ជាអ្នកយកឈ្នះ Arsenal ដោយលទ្ធផល1-0ដូច្នេះហើយគឺបើយើងមើលតាមគុណភាពកីឡាករក៏ដូចជាគុណភាពលទ្ធផលនៃការប្រកួតកន្លងមកអ្នកណាក៏ថា Arsenal ល្អជាងដែរក៏ប៉ុន្តែ admin ទាស់សងវិញចេះគឺក្រុមចាត់តែ Arsenal គាត់វិនិយោគរៀងខ្ពស់បន្តិចដូចជាដល់ 1.25 សម្រាប់ admin គឺគាត់ថាខ្ពស់ណាស់គាត់ថា Arsenal អាចឈ្នះ1-0អីចឹងឬក៏ឈ្នះ2-1 3-2អញ្ចឹងបាល់ឡើងព្រួយបាល់អាច2-3 3-2 3-1វាអាចបុកគ្នាអញ្ចឹងមិនអាចដាច់គ្រាប់បាល់ទេអញ្ចឹងសម្រាប់គូនេះ admin ធ្វើការសម្រេចចិត្ត control ក៏ដូចជាណែនាំបងប្អូនរងទៅលើ Spurs បានណាគិតថាយប់នេះ Arsenal ស៊ីដាច់គ្រាប់ទេប្រយ័ត្នឈ្នះតែមួយទៀតណានេះជាតម្រុយបាល់គូទី1នៅតម្រុយបាល់គូទី2 admin នឹងចែកជូនក្នុងវីដេអូទី2អញ្ចឹងបងប្អូនចង់ថាគូទី2ជាគូអ្វីដែល admin នេះកុំភ្លេចតាមដានវីដេអូបន្ទាប់ជាមួយ admin ហើយកុំភ្លេចណាចុច like ចុច share follow admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តហើយបើចង់ join ក្រុម AKFC Sport Team link នៅក្រោម profile របស់ admin ទាំងអស់គ្នាសូមជម្រាបលាអរគុណ